ការរអិលបាក់ដីនៅប្រទេសចិនបានបំផ្លាញផ្ទះសម្បែងផ្លូវថ្នល់និងអគារជាច្រើនកន្លែងក្រុមអាជ្ញាធរបានធ្វើការប្រញាប់ប្រញាល់ស្វែងរកមនុស្សដែលកំពុងតែបាត់ខ្លួនគ្រោះមហន្តរាយធម្មជាតិគឺការរអិលបាក់ដីមួយបានកើតឡើងនៅក្នុងស្រុកប៉េស៊ូក្រុងឆុងជិញភាគនិរតីប្រទេសចិននៅព្រឹកថ្ងៃទី17កក្កដា2026ដោយបានកំទេចផ្ទះជាច្រើនខ្នងនិងមនុស្សជាច្រើនអ្នកបានជាប់គាំងនៅក្នុងគំនរបាក់បែកទាំងនោះហើយក្រុមអាជ្ញាធរមិនទាន់អាចបញ្ជាក់ពីចំនួនអ្នកបាត់បង់ជីវិតឬក៏រងរបួសនៅឡើយនោះទេប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានរាយការណ៍ថាមុនពេលកើតហេតុអាជ្ញាធរមូលដ្ឋានបានរកឃើញថ្មកំពុងរមៀលចុះពីលើភ្នំហើយបានជូនដំណឹងដល់ប្រជាពលរដ្ឋនៅទីនោះផងដែរដើម្បីជម្លៀសមនុស្សមួយចំនួនចេញពីតំបន់គ្រោះថ្នាក់ក៏ប៉ុន្តែភ្លាមនោះការរអិលបាក់ដីដ៏ធំមួយបានកើតឡើងភ្លាមព្រមទាំងបានកំទេចផ្ទះសម្បែងប្រជាពលរដ្ឋអគារផ្លូវថ្នល់និងធ្វើឲ្យប៉ះពាល់ដល់មនុស្សសត្វផងដែរក្រុមអ្នកជួយសង្គ្រោះរួមទាំងប៉ូលីសអ្នកពន្លត់អគ្គិភ័យនិងក្រុមគ្រូពេទ្យត្រូវបានចល័តដើម្បីរកមនុស្សដែលអាចជាប់គាំងនៅក្នុងគំនរបាក់បែកនៃអគារឬក៏ផ្ទះសម្បែងរបស់ពួកគាត់ប្រតិបត្តិការជួយសង្គ្រោះកំពុងកើនឡើងខណៈពេលដែលតំបន់ទាំងនោះកំពុងតែរងនឹងការបាក់ដីដោយសារតែអាកាសធាតុដ៏អាក្រក់ផងដែរ